ចាជំរាបសួរនេះគឺជាសម្លមួយឆ្នាំងប្រចាំតំបន់ខាងខេត្តខ្ញុំដែលម៉ែក៏តែងតែធ្វើឲ្យហូបជាមួយនឹងខ្លាញ់ក្តាមដុតហើយសម្រាប់ខ្លាញ់ក្តាមពីសម្បកដែលមាននៅលើភ្លើងមិញហ្នឹងគឺបានមកពីការខ្វេះពីសម្បកវាដាក់ចូលក្នុងសម្បកតែមួយនេះឯងហើយបន្ទាប់ពីខ្វេះខ្លាញ់ក្តាមហើយខ្លាញ់ក្តាមនោះយើងទុកមកដុំសិនអញ្ចឹងចាប់ផ្ដើមមករៀបឆ្នាំងរៀបចានដើម្បីដាក់ស្លសម្លមួយឆ្នាំងហើយការច្រោះស្លសម្លមួយឆ្នាំងនេះគឺដំបូងយើងគ្រាន់តែដាំទឹកជ្រុំប្រហុកវាហើយទៅដាក់ឲ្យពុះហើយក៏ដាក់ត្រីចូលមកល្មមមើលតែត្រីទៅពុះល្មមឆ្អិនហើយបងប្អូនអាចដាក់នោងបានដាក់ចូលទៅព្រោះនោងសាច់ទុនទេអញ្ចឹងអាចដាក់ត្រឹមតែមួយអំពុះអីទៅគឺបានហើយបងប្អូនអាចភ្លក់ទៅត្រូវគ្រឿងឬក៏រសជាតិដែលបងប្អូនចង់បានឬក៏ចូលចិត្តឬនៅបើអូខេអស់ហើយក៏ដាក់ខ្លាញ់ក្តាមចូលដែលច្របាច់ទុកតែបុកហើយច្របាច់ទុកនោះឲ្យវារងនោះយកមកចាក់ចូលក្នុងឆ្នាំងសម្លបន្ទាប់ពីចាក់ចូលហើយក៏វាឆ្អិនហើយក៏អាចដាក់មកអមដើម្បីវាមានក្លិនឈ្ងុយមានរសជាតិហើយតួអង្គដែលសំខាន់มันអាចភ្លេចបានគឺអំពិលទុំព្រោះនៅមុខមីនុយនេះគឺនិយាយពីម្ជូរបើអត់ម្ជូរគឺអត់មានរសជាតិទេហើយចុងក្រោយខ្លាញ់ក្តាមគឺយើងយកមកដុតនៅលើភ្លើងហើយក៏បានញ៉ាំ